គេជាដាគេជាកូនប្រសារបស់លោកបែបនេះអង្គុយធ្វើដូចជាម្ចាស់ផ្ទះអញ្ចឹងកម្មករម្នាក់នេះពិតជាអត្ថបទនិយមបែបតាបងអេហើយមិនក៏ពួកឯងធ្វើការយឺតក្លាប់លើឲ្យចាប់លើដែរអស់មិនបានជាមកអង្គុយកោផ្ទះខ្លាចចឹងម្ចាស់ផ្ទះគេខឹងខ្លាំងណាស់គ្រប់គេផងទៅស្អីគេជាជឿរបស់ខ្ញុំតានេះក៏ជាជឿរបស់ខ្ញុំលោកមានបញ្ហាទេមែនទេឲ្យគេត្រួតពិនិត្យការងារមិនមែនជាងទេគេចំណាយលុយឲ្យខ្ញុំធ្វើការឬក៏ឲ្យកិត្តិយសរបស់គេលោកគួរតែកាយចរិតនឹងចេញទៅបើលោកចង់ធ្វើការទីនេះលោកមិនអាចធ្វើអ្វីដែលលោកត្រូវការបានចឹងមិនអាចទៅរួចទេដែលខ្ញុំប្រែប្រួលនោះឲ្យការងារប្រែប្រួលយ៉ាងម៉េចមកឲ្យចំណាយរបស់ខ្ញុំមកបើនឹងគ្រប់គ្រាន់អ្វីដែលខ្ញុំធ្វើហើយយកនេះទៅឲ្យចំណាយរបស់លោកឲ្យគេទៅទិញមារយាទនៅផ្សារវិញទៅឆាប់យកទៅណែចរិតបែបនេះរស់នៅលើទឹកដីនេះឬក៏ទៅចិញ្ចឹមឆ្កែថ្ងៃណាមួយអាយដើរតាមវាធ្វើអីខ្ញុំកំពុងតែប្រូចវាយហើយពីសម្ដីដែលគេនិយាយយកឈ្នះចិត្តខ្ញុំខួរទេអីអាយកំពុងធ្វើស្អីខ្ញុំបានប្រាប់ហើយថាខែនេះខ្ញុំត្រូវការលុយត្រូវតែឲ្យលើកខ្ញុំភ្លាមមកគឺមិនអាចអត់ឲ្យបានទេដល់ខ្ញុំប្រាប់លោកហើយមែនទេខ្ញុំនឹងសងវិញនៅខែក្រោយអ៊ំពជារាល់ខែប្រាប់ថាខែក្រោយខ្ញុំមកផ្ទះអ៊ំប្រហែលដងទៅហើយអ៊ំរស់នៅដល់គ្មានលុយក្នុងដៃយ៉ាងម៉េចអ៊ំមិនចេះខ្មាស់គេទេដែលគេមើលនិយាយរាល់ថ្ងៃនោះរ៉េតាប់ប៉ះកុំនិយាយថាគ្មានគេខ្មាស់នេះលោកនិយាយជាមួយមនុស្សស្រីបែបហ្នឹងគេគួរតែមានអារម្មណ៍ខ្មាស់អៀនអ៊ំស្រីគេជាស្រីមេម៉ាយមានមេត្តាខ្លះផងគេជាស្រីមេម៉ាយឲ្យខ្ញុំធ្វើយ៉ាងម៉េចគេមានកូនធំប៉ុណ្ណាណីហើយគេមានដៃរឹងមាំឲ្យមកសមបំណងខ្ញុំមកឌីកូនប្រុសខ្ញុំបានការងារថ្មីគេនឹងទូទាត់ការងារស្អីទូទាត់ឲ្យលោកវិញកំពុងយកសពបែរទេគេបោះបង់ការងារទាំងអស់ហើយទៅសួរគេទៅសួរទៅថាមិនផុសបាគេនិយាយជាការពិតទេអាយលាឈប់ពីការងារនៅរោងម៉ាស៊ីនស្រូវហើយពិតមែនទេម៉ែកំពុងតែនិយាយជាមួយឯងពួកយើងបានលុយអាណាមកសងគេស្រាប់ខ្ញុំណាប៉ារ៉ាវ៉ាទីព្រឹកស្អែកខ្ញុំមកម្ដងទៀតឯងត្រូវទៅសងខ្ញុំមិនឲ្យបាត់មកកាប់ម៉ាស៊ីនទេបើមិនចាំទេចាំទុកទៅយើងនៅមើលងាយឯងនៅមុខអ្នកស្រុកពេញមកភូមិស៊ីទៅតែកូនប្រុសនឹងក្បីក៏មិនស្ដាប់ដែរគោលការណ៍3000ការប្រាក់3600សរុបគឺ5600បញ្ជីត្រូវទូទាត់រួចហើយបញ្ជីរបស់លោកបានទូទាត់រួចហើយឲ្យចុះរបស់ខ្ញុំនោះបញ្ជីស្អីអាល្ងីល្ងើបានមើលងាយខ្ញុំនៅចំពោះមុខគេឯងពេលនេះខ្ញុំបានសងលុយហើយមិនទៅសានតែទេអីចង់ឲ្យសរសើរអីសេរីសួស្ដីព្រះជាម្ចាស់សូរ៉េផុសបាបានសងលុយដល់ខ្ចីរួចហើយបានហើយខ្ញុំទៅហើយជុំបងមនុស្សដែលគេមកពីម្សិលមិញពេលនេះនៅណាផ្ទះគេនៅណាទៅហើយចង់មានន័យថាម៉េចខ្ញុំចង់និយាយថាឥឡូវនេះផ្ទះគេនៅណាសរុបទាំងអស់120នាក់នៅទីនេះអាម៉ាតិចាធាឡាប៉ាធីចេតបាឈប់សិនអាចចង់ឲ្យយើងទៅសួរសុខទុក្ខអ្នកផ្ទះទាំងអស់ហ្នឹងអីឈួតទៀតចង់ត្រូវហើយមែនទេអ៊ំរាជដល់ស្ដាប់ខ្ញុំផុសបាគេទូទាត់បំណុលអស់ហើយណោះចង់គេដល់មិនឲ្យគេសងលុយអស់ហើយឡាសាបីខាយាត្រីទៅជំរាបផុសបាគេបានសងលុយដែលជំពាក់ខ្ញុំអស់ហើយគេជាមនុស្សល្អផុសបាប្រាប់មីចប៉ាផងគាត់កំពុងតែដើរទៅមើលនៅពេលល្ងាចកិច្ចការខ្ទប់100កិច្ចការខ្ទប់1000លឿនឡើងកិច្ចការខ្ទប់1000កិច្ចការខ្ទប់1000កិច្ចការ100រូបនិងការងារ1000រូបវាខុសគ្នាយ៉ាងម៉េចរឿងនេះត្រឹមត្រូវតាមច្បាប់ក្នុងការងារ100រូបកន្លែងធ្វើការខុសច្បាប់200រូបពលិបចាប់ពួកឯងបានគ្រប់ពេលលឿនឡើងកិច្ចការខ្ទប់1000លឿនឡើងកិច្ចការខ្ទប់1000កិច្ចការ1000រូបយ៉ាសម្លាញ់ឯងទៅណានោះការងារខុសច្បាប់គ្មានធានារ៉ាប់រងហើយក៏បានត្រឡប់មកផ្ទះវិញដែរណោះកុំបារម្ភសម្លាញ់ខ្ញុំក៏ដឹងដូចគ្នាដែរថាណាជាគ្នារបស់ពួកយើងនោះប្រាប់ពុកម៉ែឯងយ៉ាងម៉េចទៅបាត់ហើយពួកខ្ញុំនឹងស្លាប់បើខ្ញុំបានត្រឡប់មកវិញពេលល្ងាចឆាប់ចុះមកលឿនឡើងមកចុះមកឆាប់ចុះមកដាក់ទៅឲ្យឆាប់ឡើងទៅតែសម្លាញ់នេះជាការងាររបស់ពួកឯងបែបទេណាតែសម្លាញ់ឯងពួកអីឯការងារពួកគេឲ្យលុយពួកយើងអត់ទេបាទតែភ្លៀងខ្លាំងបាត់នេះយើងចំណាយពេល10ថ្ងៃបានទៅដល់គោលដៅណាយ៉ាខ្លាំងមកក៏ដែរ